ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែកពីតិចនៃធ្វើបង្គាបំពងជាមួយនឹងម៉ាយ៉េណេវិធីធ្វើគឺអត់ពិបាកទេរសជាតិវិញគឺឆ្ងាញ់ណាស់ជាពិសេសក្មេងៗដឹងតែគាត់ចូលចិត្តញ៉ាំហើយវិធីធ្វើគឺដំបូងឡើយយើងមកចាប់ផ្ដើមលាយជាមួយនឹងសូសម៉ាយ៉េណេសិនម៉ាយ៉េណេហ្នឹងគឺយើងប្រើប្រភេទម៉ាយ៉េណេផ្អែមបានយកមកលាយទៅវាឆាប់ត្រូវគ្រឿងណាហើយខ្ញុំលាយវានេះគឺមុនដំបូងហ្នឹងដាក់ម៉ាយ៉េណេចូលចំនួន3ស្លាបព្រាបន្ទាប់មកទឹកប៉េងប៉ោះកញ្ចប់មកកញ្ចប់តូចហ្នឹងដែលយើងញ៉ាំសល់ពីភីហ្សាហ្នឹងបើបងប្អូនអត់មានបងប្អូនប្រើទឹកប៉េងប៉ោះដបក៏បានដែរចំនួនកន្លះស្លាបព្រាបាយហើយក្រូចឆ្មាមួយចំណិតតូចច្របាច់ដើម្បីឲ្យវាចេញជាតិជូរតិចៗទៅធ្វើឲ្យសូសហ្នឹងគឺវាអត់សូវទ្រាំពេលដែលបងប្អូនយកទៅច្របល់ជាមួយនឹងបង្គាបំពងរបស់យើងប៉ុន្តែរសជាតិគឺបងប្អូនអាចភ្លក្សទៅតាមចំណង់ចំណូលចិត្តហើយចំនួនទឹកសូសហ្នឹងបងប្អូនអាចលាយទៅតាមចំនួនបង្គារបស់បងប្អូនអរគ្នាសម្រាប់សូសដែលខ្ញុំលាយហ្នឹងវារាងតិចពេកចឹងខ្ញុំថែមវាចូលមួយស្លាបព្រាបាយទៀតមួយស្លាបព្រាបាយទៀតហ្នឹងក៏អត់ចាំបាច់ថែមគ្រឿងដែររសជាតិគឺល្មមនិយាយទៅយើងប្រើអាម៉ាយ៉ាណេផ្អែមគឺវាងាយស្រួលមែនតែនតែបើបងប្អូនមានអាម៉ាយ៉ាណេរសជាតិដើមពេលដែលបងប្អូនលាយគឺអាចបន្ថែមជាមួយនឹងទឹកដោះគោខាប់ចូលណាដើម្បីឲ្យវាមានជាតិផ្អែមជូរនៅក្នុងហ្នឹងទៅបានយើងយកមកប្រឡាក់ជាមួយនឹងបង្គាវាចាប់ជាតិឆ្ងាញ់ហើយសូសហ្នឹងគឺខ្ញុំលាយល្មមជាមួយនឹងបង្គាខ្ញុំ12ក្បាលបង្គាខ្ញុំនេះគឺបកហើយស្អាតហ្នឹងចំនួន12ក្បាលឬក៏ស្មើនឹង3ខាំកន្លះទំហំរាងធំៗល្មមដែរយើងបកវាអស់សំបកតែម្ដងរួចហើយយកវាមកវះខ្នងកណ្ដាលដើម្បីហូតយកអាសរសៃខ្មៅនឹងចេញពេលដែលយើងយកសរសៃខ្មៅនឹងចេញអស់គ្រប់បង្គាហើយបងប្អូនយកវាទៅលាងសម្អាតឲ្យស្អាតរួចហើយចាំយកវាមកជូតជាមួយនឹងកណ្ដាលឲ្យវាស្ងួតល្អមុននឹងយើងយកវាមកប្រឡាក់គ្រឿងចំពោះគ្រឿងគឺខ្ញុំអត់ដាក់អីច្រើនទេខ្ញុំប្រើតែអំបិលហ្នឹងបន្តិចម្រេចបន្តិចព្រោះបង្គាយើងតែ12ក្បាលអញ្ចឹងកាលណាដាក់ច្រើនពេកក៏វាប្រៃសាច់បង្គាដែរហើយយើងមានពងមាន់ចំនួន1គ្រាប់ខ្ញុំឆ្កឹះយកតែផ្នែកក្រហមទេដោយសារបង្គាយើងវាតិចដែរបើបង្គាបងប្អូនច្រើនគឺអាចប្រើពងមាន់1គ្រាប់តែម្ដងហើយយើងធ្វើការច្របល់ពងមាន់ជាមួយនឹងបង្គានឹងឲ្យវាចូលគ្នាបានសព្វល្អសិនខ្ញុំនឹងធ្វើការបន្ថែមជាមួយនឹងម្សៅពោតចូលបងប្អូនអាចប្រើម្សៅពោតក៏បានម្សៅបំពងស្រួយក៏បានដែរណាយើងអាចប្រើម្សៅពោតចន្លោះពី2ស្លាបព្រាបាយទៅ3ស្លាបព្រាបាយចំនួនបរិមាណប៉ុនបង្គាប៉ុនរបស់ខ្ញុំប្រើហ្នឹងហើយខ្ញុំប្រើម៉ាកនេះសម្រាប់ខ្ញុំគឺខ្ញុំប្រើម្សៅពោតចំនួន3ស្លាបព្រាបាយដោយសារតែខ្ញុំចង់ឲ្យសាច់ម្សៅនោះវាជាប់ជាមួយនឹងបង្គាច្រើនបើបងប្អូនអត់ចូលចិត្តសាច់ម្សៅច្រើនទេបងប្អូនប្រើ2ស្លាបព្រាបានហើយបងប្អូនច្បល់វាត្រឹមតែលក្ខណៈប៉ុណ្ណេះក៏បានដែរណាឲ្យនៅម្សៅអញ្ចឹងក៏យើងអាចយកដាក់បំពងបានដែរគ្រាន់តែទ្រង់ទ្រាយរូបរាងវាចេញមករាងខុសគ្នាតិចតួចសម្រាប់ខ្ញុំចូលចិត្តឲ្យម្សៅវារលាយសព្វអញ្ចឹងបើរលាយសព្វហ្នឹងគឺវារាងស្អិតខ្លាំងបងប្អូនអាចបន្ថែមជាមួយនឹងពងមាន់ផ្នែកសហ្នឹងចូលតិចតួចទៀតទៅដើម្បីឲ្យម្សៅហ្នឹងវាឆាប់រលាយចូលគ្នាជាមួយនឹងបង្គាហ្នឹងបានសព្វល្អរួចហើយយើងចាប់ផ្ដើមដាក់ប្រេងមកល្មមដើម្បីបំពងបង្គារបស់យើងប៉ុន្តែមុនបំពងបង្គាហ្នឹងគឺខ្ញុំបំពងជាមួយនឹងនំបញ្ចុកក្រៀមបន្តិចតួចដើម្បីតុបតែងចានហើយដើម្បីបំពងនំបញ្ចុកក្រៀមឲ្យល្អបងប្អូនត្រូវរង់ចាំឲ្យប្រេងក្តៅសិនហើយចាំយើងបង់នំបញ្ចុកក្រៀមចូលទៅតែមួយភ្លុកគឺលើកឡើងបានហើយបងប្អូនអត់មានបងប្អូនមិនបាច់ប្រើក៏បានដែរនំបញ្ចុកក្រៀមហ្នឹងសម្រាប់ខ្ញុំគឺខ្ញុំរៀបវាដាក់ចានបែបនេះមករៀបវារួចហើយយើងអាចចាប់ផ្ដើមទៅបំពងបង្គាយើងបន្តទៀតចំពោះការបំពងបង្គាគឺងាយស្រួលជាងយើងបំពងមាន់ឆ្ងាយហើយរយៈពេលបំពងវិញគឺអត់យូរទេត្រឹមតែ2-3នាទីទេព្រោះបង្គាកាលណាយើងបំពងយូរវាទៅជាសោះសាច់វាសោះអស់ជាតិញ៉ាំអត់ឆ្ងាញ់ទេអញ្ចឹងពេលដែលបំពងបងប្អូនប្រើភ្លើងមធ្យមបំពងវាប្រហែលជា2-3នាទីហ្នឹងឲ្យមើលតែពណ៌បង្គាយើងឡើងពណ៌ក្រហមខ្មៅស្អាតហើយគឺបងប្អូនអាចធ្វើការស្រង់បានហើយសម្រាប់បង្គាខ្ញុំរាងធំប៉ុណ្ណឹងគឺខ្ញុំបំពងត្រឹម2នាទីកន្លះឲ្យបងប្អូនអរគ្នាដោយប្រើភ្លើងមធ្យមហ្នឹងគឺតែប៉ុណ្្នឹងពណ៌ក្រហមស្អាតល្មមយើងបិទភ្លើងទៅហើយយើងទុកឲ្យវាស្រស់ប្រេងបន្តិចចាំបងប្អូនយកវាទៅចាក់ដាក់ចូលចានដើម្បីធ្វើការច្របល់គ្រឿងរួចហើយបងប្អូនយកអាម៉ាយ៉ាណេដែលយើងលាយឲ្យបាញ់មិញយកមកប្រឡាក់ជាមួយនឹងបង្គាហ្នឹងទៅច្របល់វាឲ្យតែសព្វទៅគឺរួចរាល់ហើយបងប្អូនអរគ្នាហើយបរិមាណសូសហ្នឹងបងប្អូនអាចដាក់តិចច្រើនអាស្រ័យលើបងប្អូនចង់ឲ្យម៉ាយ៉ាណេជាប់នឹងបង្គាច្រើនប៉ុណ្ណាសម្រាប់ខ្ញុំគឺធ្វើឲ្យកូនញ៉ាំអញ្ចឹងគាត់ចូលចិត្តម៉ាយ៉ាណេនឹងច្រើនអញ្ចឹងយើងដាក់វារាងច្រើនបន្តិចហើយច្បល់វាទាំងនៅក្តៅៗបែបនេះច្បល់វាសព្វហើយយើងធ្វើការរៀបវាចូលនៅក្នុងចានដែលយើងត្រៀមជាមួយនឹងនំចុកក្រៀមពីក្រោមបែបនេះមកហើយញ៉ាំជាមួយនឹងគឺឆ្ងាញ់ណាស់បងប្អូនអរគ្នាគឺស្រួយឆ្ងាញ់
ឥឡូវបង្គាបំពងជាមួយនឹង mayonnaise របស់ខ្ញុំគឺរួចរាល់ហើយបងប្អូនអត់ធ្លាប់ធ្វើគឺអាចសាកល្បងធ្វើបានវិធីធ្វើគឺងាយហើយលឿនខ្លាំងមែនទែនតែមួយផ្លែតទេបងប្អូនអរគ្នាបានញ៉ាំហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់មានសំណួរឬយោបល់អីបងប្អូនអាច comment នៅខាងក្រោមវីដេអូបានហើយសម្រាប់បងប្អូនថ្មីៗកុំភ្លេច Subscribe Channel YouTube និង Follow Page របស់ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត